សូមឱកាសគ្រូបាអាចារ្យគ្រប់เจริญពរទៅដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយថ្ងៃនេះអាត្មាភាពនឹងបានអយធម្មៈខ្លីៗឲ្យយោមបានស្ដាប់រឿងកូននេះមានពីរប្រភេទគឺមានកូនជោនិងកូនជាកូនជោយ៉ាងណាយោមកូនជោនេះមានតាមិនដែលធ្វើស្ដីឲ្យមេសុខចិត្តធ្វើឲ្យមេលំបាកចិត្តមានតែប៉ុណ្ណាក៏មានតែកូនវ័យមេវ័យឪនេះគេថាកូនជូបើថាកូនជាគេថាតបថែនគុណមេអើយមេចង់ហូបស្ដីមេចង់បានស្បៃល្អក៏អូយទិញមកអើយមេនេះគេហៅកូនជាតបថែនបុណ្យគុណអានេះគេហៅកូនជានេះមានតែความเจริญបើកូនជូមានតែតាមលងចុះនរកអវេជីเจริญពួរសាធុ